តើដំណាំកៅស៊ូនៅប្រទេសកម្ពុជាមានប្រវត្តិបែបណាខ្លះដំណាំកៅស៊ូត្រូវបានដាំជាលើកដំបូងនៅក្នុងប្រវត្តិកម្ពុជានៅឆ្នាំ1910ដោយលោកប៊ូយ៉ាជាជនជាតិបារាំងនៅក្នុងស្រុកព្រៃនប់ខេត្តកំពតបច្ចុប្បន្នខេត្តបរសេនុនៅលើផ្ទៃដីជាង150ហិកតាបន្ទាប់មកបានធ្វើការដាំដុះនៅក្នុងស្រុកកំពង់ស្វាយខេត្តកំពង់ធំដែលមានផ្ទៃដីប្រមាណជាង120ហិកតាមកដល់ឆ្នាំ1921ទើបចំការកៅស៊ូមានលក្ខណៈឧស្សាហកម្មទ្រង់ទ្រីធំដែលបានបង្កើតឡើងដោយក្រុមហ៊ុនវិនិយោគរបស់បារាំងធំៗចំនួន5នៅខេត្តកំពង់ចាមខេត្តក្រចេះនិងខេត្តរតនគិរីនៅលើផ្ទៃដីទំហំជាង50000ហិកតាតាំងពីដើមរៀងមករហូតមកដល់បច្ចុប្បន្ននេះដំណាំកៅស៊ូតែងតែគេប្រសិទ្ធនាមថាជាមាសសទន្ទឹមនឹងធ្វើឯកជនភាវូបនីយកម្មអតីតចំការកៅស៊ូរបស់រដ្ឋតម្លៃកៅស៊ូនៅលើទីផ្សារអន្តរជាតិបានកើនឡើងខ្ពស់ជាបន្តបន្ទាប់ស្របពេលដែលរាជរដ្ឋាភិបាលបានផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចទៅដល់វិនិយោគិនក្នុងស្រុកនិងបរទេសបានជំរុញឲ្យឧស្សាហកម្មកៅស៊ូធម្មជាតិនៅកម្ពុជាទាំងចំការកសិកម្មនិងចំការកៅស៊ូគ្រួសារបានចាប់ផ្ដើមមានសន្ទុះកើនឡើងនិងមានការវិវត្តប្រកបដោយធម្មភាពទាំងក្នុងការដាំដុះនិងការនាំចេញផលិតផលកៅស៊ូផងដែរបើសិនពុកម៉ែបងប្អូនមានចម្ងល់ផ្សេងឬក៏ចង់សាកសួរព័ត៌មានអំពី Tractor John Deere អាច call មកខ្ញុំបាទផ្ទាល់ក៏បានឬ comment នៅខាងក្រោមវីដេអូនេះក៏បានជួបជាមួយខ្ញុំបាទសុខនៅវីដេអូក្រោយៗទៀតសូមអរគុណសូមជម្រាបលា Tractor John Deere ជាទំនុកចិត្តរបស់លោកអ្នកនាំចូលនឹងចែកចាយផ្នែកមុខដល់ក្រុមហ៊ុន RMA Cambodia